អរគ្នាថ្ងៃនេះដែរ admin បានលើកយករឿងថ្មីមួយប្លែកមួយទៀតហើយដើម្បីមកសម្រាយចែកជូនដល់បងប្អូនអរគ្នារឿងនេះដែរមានចំណងជើងថាយានអេលៀនធ្លាក់មកលើផែនដីដែលជារឿងមួយប្លែកពីរឿងដទៃទៀតដែលនិយាយពីយានអេលៀនមួយត្រូវបានទាហានបាញ់ទម្លាក់មកលើផែនដីរបស់យើងតមកពួកគេត្រូវបានការធ្វើទុកបុកម្នេញពីមនុស្សយើងមកកើតបានជាអំពើហិង្សាវាយគ្នាទៅវិញទៅមកចឹងដើម្បីដឹងនៅរឿងរ៉ាវពិតប្រាកដឲ្យបានកាន់តែច្បាស់លាស់ទៀតនោះយើងអាចចូលរួមទស្សនាជាមួយខ្ញុំនឹងសម្រាយជូនដល់បងប្អូនទាំងអស់គ្នាដូចតទៅរឿងនេះបានចាប់ផ្ដើមឡើងនៅពេលដែលជេសាបានមករៀនជាមួយលោកគ្រូរបស់នាងប៉ុន្តែនាងមិនយកចិត្តទុកដាក់នោះទេគឺនាំនាងគិតទៅមើលទូរស័ព្ទតមកនឹងដល់ម៉ោងទៅផ្ទះសង្សាររបស់ជេសាមកយំក៏បានយកនាងទៅផ្ទះវិញនាងគឺជាកូនរបស់លោកឧត្តមសេនីយ៍កែណែលដែលជាមេបញ្ជាការនាយទាហានដ៏មានអំណាចម្នាក់ផងដែរនិយាយពីនៅលើផ្ទៃអាកាសនេះវិញគឺមានយានចម្លែកមួយបានហោះមកទៅកាន់ផែនដីយើងតមកអ្នកវិទ្យាសាស្ត្រឬក៏មេទាហានបានតាមដាននៅរឿងរ៉ាវនេះបន្តបន្ទាប់រួចពួកគេក៏បានបញ្ជូនយន្តហោះចម្បាំងដើម្បីបើកទៅមើលផងដែរហើយចំណែកនៅលើអគារខ្ពស់នេះវិញមានក្មេងយុវវ័យជាច្រើនបានមកថតអាចចាយដែលធ្លាក់នៅលើផែនដីដែលជាទស្សនវិជ្ជាកម្រដែលពួកគេបានឃើញឡើយយូរគឺបានឃើញម្ដងនិយាយពីពួកក្រុមយន្តហោះចម្បាំងគឺបានអស់ឆ្វែលគឺយានអេលៀននៅលើអាកាសនោះផងដែរដល់ពេលនៅលើអគារខ្ពស់នេះក្រុមរបស់ជេសាក៏បានមកអង្គុយលេងលើអគារខ្ពស់ផងដែររួចក៏បានឲ្យសោបន្ទប់មួយដើម្បីឲ្យជេសាសង្សាររបស់នាងទៅដេកចឹងនាងដោយសារតែនាងធុញនឹងពួកគេដែលចេះតែស្វីតដាក់មកនាងពេកហើយមនុស្សនេះក៏ច្រើនកកនៅទីនោះផងដែរឯគេទាំងពីរក៏បានចូលក្នុងបន្ទប់នោះបាត់ទៅតមកនោះឲ្យក្រុមទាហានបានទទួលបញ្ជាពីរដ្ឋាភិបាលបានបាញ់មីស៊ីលតម្រង់ទៅតាមនឹងយានអេលៀននោះធ្វើឲ្យយានអេលៀននោះឆេះរួចក៏បញ្ចេញរលកសញ្ញាអេយ៉ាងធ្វើឲ្យយន្តហោះបាត់បង់ការគ្រប់គ្រងព្រមទាំងប្រព័ន្ធទូរស័ព្ទអ៊ីនធឺណិតអីហ្នឹងគឺលែងដំណើរការតែម្ដងនៅក្នុងកាណូតហើយយាននោះក៏បានធ្លាក់សន្សំតម្រង់មកគានោះផងដែរធ្វើឲ្យមនុស្សម្នាជាច្រើនចាប់ផ្ដើមរត់ចែកជើងគ្នាផងដែរដោយឃើញយានអេលៀននោះធ្លាក់បន្តិចម្ដងធ្វើឲ្យពួកគេនឹងស្រឡាំងកាន់គ្រប់គ្នាតែម្ដងរួចយានអេលៀននោះក៏បានតម្រង់មកចោលមកគាដែលមិត្តភក្តិរិយាកំពុងតែអង្គុយលេងលើនោះស្រាប់តែបុកនាងស្លាប់នៅក្នុងគណៈនោះផងដែរចំណែកឯមិត្តភក្តិគេកំពុងតែដេកនៅក្នុងបន្ទប់នោះក៏បាក់ធ្វើឲ្យគេទាំងពីរហ្នឹងនៅយួរណែងណោងនៅលើអគារនោះផងដែរមនុស្សម្នាជាច្រើនចាប់ផ្ដើមរត់ចរាចរណ៍ពេញផ្លូវធ្វើឲ្យពួកគេនៅម្នាក់ៗហ្នឹងគឺភ័យឡើងរន្ធត់អស់ហើយដោយសារតែមិនដែលឃើញយានអេលៀនធ្លាក់មកអញ្ចឹងតែយើងហើយយានអេលៀននោះគឺបានបន្តរមីលធ្លាក់បុកផ្ទះថ្មធំនឹងបាក់តិចទីអស់រលីងធ្វើឲ្យប្រជាជនគឺមានរបួសស្នាមច្រើនអ្នកផងដែរតមកនៅក្រមរដ្ឋាភិបាលគឺបានបញ្ជូនទាហានដែលមានរថក្រោះឬក៏យន្តហោះឬក៏ឡានជាច្រើនដើម្បីមកទីនេះដើម្បីជួយសង្គ្រោះដល់ប្រជាជនដែលមានគ្រោះថ្នាក់ឬក៏ស្លាប់នៅក្នុងការនោះផងដែរចំណែកឯជេសាគឺត្រូវមានរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែយាននេះបុកកិនពីលើអមិញនេះធ្វើឲ្យសង្សាររបស់នាងគឺបាន3នាងមករកឡានពេទ្យដើម្បីយកទៅពេទ្យផងគណៈនោះរួមនឹងប្រជាជនជាច្រើនអ្នកក្នុងគណៈនោះដែរលោកកណែលបានជួបជាមួយនឹងអេលៀនម្នាក់រួចអេលៀននោះក៏បានសូមលោកដើម្បីស្នាក់នៅមួយរយៈដោយសារយានរបស់គេនឹងខូចមិនអាចធ្វើដំណើរទៅមុខទៀតតមកលោកកណែលក៏បានយកសំណើរបស់អេលៀននេះទៅសួររដ្ឋាភិបាលរួចពួកគេក៏យល់ព្រមឲ្យពួកអេលៀនស្នាក់នៅទីនេះមួយរយៈចំណែកឯជេសាវិញត្រូវបានពេទ្យព្យាបាលក្រោយពីព្យាបាលរួចឪពុករបស់គេគឺបានយកឡានទៅយកនាងមកផ្ទះវិញផងដែរនៅថ្ងៃមួយជេសាបានលួចកំភ្លើងខ្លីរបស់ឪពុករបស់នាងរួចក៏ទៅបបួលមិត្តភក្តិរបស់នាងដើម្បីនាំគ្នាទៅចូលកន្លែងហាមឃាត់ដែលយានអេលៀននោះបានធ្លាក់ពួកគេក៏បានធ្វើដំណើរទៅដល់ទីនោះខណៈពួកគេកំពុងតែដើររកមើលអីនៅក្នុងនោះស្រាប់តែជេសាបានជួបនឹងអេលៀនម្នាក់រួចនាងក៏បានយកកំភ្លើងបាញ់ទៅលើមនុស្សអេលៀននោះរួចធ្វើឲ្យនាងនោះគឺលបោតដៃធ្លាក់មកក្រោមធ្វើឲ្យអេលៀននោះចាប់ជាប់បន្ទាប់មកក៏ផ្អើលដល់មិត្តភក្តិរបស់គេរត់ឡើងមកជួយគេផងដែរពេលឡើងដល់ពួកគេក៏បានវាយអេលៀននោះធ្លាក់ទៅខាងក្រោមផងដែរបន្ទាប់មកពួកគេក៏បានរត់ចុះទៅមើលអេលៀននៅក្រោមតែធ្វើឲ្យអេលៀននោះមានរបួសយ៉ាងធ្ងន់ធ្ងរដែលជេសានាងបាន
បានមើលឃើញចំណែកឯប្រុសៗក៏បានទៅឃើញនឹងសម្បកស្លៀកពាក់របស់អេលៀនផងដែរប៉ុន្តែបាត់មនុស្សពួកគេគឺបានយកឯកសណ្ឋាននឹងដុំដែករបស់អេលៀននឹងបំរុងយកទៅផ្ទះចែកដន្យអីធ្វើឲ្យពួកទាហានមកដល់ពួកគេក៏យកតែឯកសណ្ឋាននោះទៅផ្ទះរួចពួកគេយកទៅតាំងនៅក្នុងផ្ទះរបស់ពួកគេនៅវេលាយប់មួយនឹងជាសាគេបានឃើញដល់អេលៀនដែលបានធ្វើគេក៏បានធ្វើដំណើរទៅទីនោះដើម្បីស្វែងរកបរិះម្នាក់នោះពេលនោះគេបានទៅដល់ក៏បានជួបបរិះនោះនៅដេកនៅទីនោះដែលមានរបួសឈាមជាច្រើនបន្ទាប់មកនាងគឺបានលើកដាក់លើកូនទេសរួចគឺរុញដាក់លើឡានរបស់នាងដើម្បីដឹកគាត់មកព្យាបាលគាត់ក៏បានទៅនាំមិត្តភ័ក្តិរបស់គាត់ម្នាក់ឈ្មោះកូកូដើម្បីមកជួយគាត់ដើម្បីយកគាត់ទៅមន្ទីរពេទ្យផងដែរពួកគេក៏បានបន្លំខ្លួនធ្វើជាគ្រូពេទ្យរួចក៏រុញអេលៀននោះក៏ចូលទៅក្នុងមន្ទីរពេទ្យសម្រាប់សង្គ្រោះបន្ទាន់ផងដែរពេលដែលជាសាជួបដៃអេលៀននោះស្រាប់តែគាត់នឹងបានជប់កងដៃមួយឲ្យនាងពេលដែលនាងត្រឡប់ទៅមួយទឹកនៅឯផ្ទះវិញស្រាប់តែកងដៃនោះហាក់ចេះសរោបទឹកផងដែរធ្វើឲ្យនាងនឹងចម្លែកក្នុងចិត្តយ៉ាងខ្លាំងហើយក៏មានចិត្តសប្បាយរីករាយផងដែររីឯក្រុមទាហានបានយកដុំដែកដែលជាឧបករណ៍របស់អេលៀនយកមកឲ្យអ្នកវិទ្យាសាស្ត្រដើម្បីធ្វើការពិសោធន៍នៅទីនេះផងដែរតបមកអ្នកវិទ្យាសាស្ត្របានយកអំណះអំណាងឬក៏បញ្យលបាតុភូតផ្សេងៗដល់ក្រុមរដ្ឋាភិបាលនិងពួកទាហាននៅក្នុងគណៈនោះផងដែរដើម្បីឲ្យគេបានយល់ពីបាតុភូតទាំងអស់នេះដែលនាំឲ្យយានអេលៀននឹងធ្លាក់មកលើផែនដីនិយាយពីជាសានិងកូកូបាននាំគ្នាទៅមើលបរិះអេលៀននោះគេទៅដល់បរិះអេលៀននោះគឺបានដឹងខ្លួនធ្វើឲ្យគេរវីអភិញាក់បាក់ដៃបាក់ជើងមកតបមកបានឲ្យបរិះនោះស្លៀកពាក់ខោអាវរួចក៏បានលុបលាងមុខអីចឹងទៅគ្នាយើងតបមកក៏បានដេញគេឲ្យចេញពីផ្ទះនោះបន្ទាប់មកគេគិតអាណិតទៅលើបរិះនោះក៏ចេញទៅហៅវិញប៉ុន្តែគេបានចេញទៅបាត់នៅខាងក្រៅបាត់ទៅហើយធ្វើឲ្យបរិះនោះដើរលេលើតែឯងពេញវាលពេញកាលដល់គេជាមនុស្សហុកក្រៅអញ្ចឹងគេមិនដឹងទៅណាទៅណីគេទៅដើរទៅសើបទៅបានជួបនឹងប៉ូលីសហើយប៉ូលីសបានសួរណែនាំហើយក៏បានចាប់គេយកទៅក្នុងទីស្នាក់ការប៉ូលីសនៅក្នុងគណៈនោះផងដែរនិយាយពីលោកយមដែលជាសង្សាររបស់ជាសាបានយកឯកសណ្ឋានរបស់អេលៀនយកមកកែច្នៃដើម្បីប្រើប្រាស់ផងដែរចំណែកឯនៅទីសាធារណៈនេះវិញមនុស្សជាច្រើនបានខ្វះខាតទឹកដោយសារពួកអេលៀនមកប្រើប្រាស់រួមពួកគេធ្វើឲ្យពួកគេនឹងខ្វះខាតទឹកយ៉ាងខ្លាំងតមកក៏ពួកគេធ្វើការទាមទារឬក៏បាតកម្មដើម្បីឲ្យរដ្ឋាភិបាលនឹងដេញពួកអេលៀនឲ្យទៅនៅគុករបស់ពួកគេវិញផងដោយសារតែពួកអេលៀននេះគឺចូលចិត្តទឹកហើយប្រើប្រាស់ទឹកអស់ច្រើនទៀតបរិះអេលៀនគេបានមកដល់ស្ថានីយ៍ប៉ូលីសរួចគេបានមើលទទួលឃើញការផ្សព្វផ្សាយពីរឿងរបស់គេតមកគេបានធ្វើការស្កេនកាយកដៃប៉ុន្តែស្កេនមិនចេញនៅឡើយថ្នាក់នោះដែរធ្វើឲ្យជាសាគឺបានមកប៉ប៉ូលីសដែរគេគឺបានមកសុំចូលនៅទីនោះប៉ុន្តែប៉ូលីសមិនចូលបន្ទាប់មកគេបានយកការទាហានរបស់ពួកគេដើម្បីប្រាប់ទៅពួកប៉ូលីសកម្មាម្នាក់នោះបន្ទាប់មកប៉ូលីសម្នាក់នោះក៏បានឲ្យនាងចូលទៅរួចនាងក៏បានធានាបរិះអេលៀននេះយកចេញមកខាងក្រៅផងដែរទៅមកបរិះអេលៀនបាននិយាយរឿងរ៉ាវជាច្រើនប្រាប់ទៅកាន់ជាសាហើយគាត់បានប្រាប់ថាគាត់ត្រូវការដុំដែកម្យ៉ាងដែលពួកទាហាននោះគ្រប់គ្រងដើម្បីគេនឹងគឺមានលទ្ធភាពអាចធ្វើដំណើរទៅភពរបស់គេវិញពេលនិយាយគ្នាចុះនិយាយឡើងធ្វើឲ្យនាងគឺយល់ព្រមជួយបរិះម្នាក់នោះបន្តទៀតដើម្បីស្វែងរកដុំដែកចម្លែកនោះផងដែរតមកពួកគេក៏បានធ្វើដំណើរទៅបន្ទាយទាហានដើម្បីទៅជួបឪពុករបស់នាងហើយបាននិយាយរឿងរ៉ាវសុំដុំដែកអញ្ចឹងប៉ុន្តែឪពុកគេគឺមិនព្រមទេពេលនោះដែរធ្វើឲ្យនាងបានទៅអោបឪពុករបស់នាងរួចក៏បន្លំយកការទាហានរបស់ឪពុកនាងបានសម្រេចរួចក៏យកឲ្យមនុស្សអេលៀនហ្នឹងបន្លំខ្លួនចូលទៅក្នុងបន្ទប់ពិសោធន៍នោះពេលចូលទៅដល់គេបានយកដៃដាក់លើដុំដែកនោះគឺចេញវត្ថុចម្លែក3យ៉ាងរួចក៏យកចេញមកក្រៅបាតធ្វើឲ្យអ្នកវិទ្យាសាស្ត្រនៅខាងនោះអ្នកហ្នឹងគឺភ័យឡើងស្លេស្លើដោយមិននឹកស្មានថាបរិះនោះអាចយកបានដល់មកគេក៏បានបញ្ញាបញ្ញាដើម្បីមកចុចស្រែដើម្បីការសន្តិចាប់បរិះនោះវិញធ្វើឲ្យពួកទាហានហ្នឹងបែងរកពួកគេនៅក្នុងនោះប៉ុន្តែពួកគេបានចេញមកដើរជាមួយនៅឪពុករបស់គេបាទរួចទៅហើយតមកពួកគេគឺបានឡើងឡានធ្វើដំណើរចេញពីវិទ្យាល័យទាហាននោះពេលដែលធ្វើដំណើរមកសប្តាហ៍សង្សាររបស់គេនោះគឺទេមករកនាងដោយសារតែខានជួបគ្នាយូររួចហើយតមកនាងក៏បានបិទទូរស័ព្ទនោះឬក៏ធ្វើដំណើរទៅមុខទៀតលុះក្រោយមកទៀតនាងក៏បាននាំគេនឹងមកលេងផ្ទះរបស់នាងផងដែរហើយបានជួបនឹងម្ដាយរបស់នាងផងនៅក្នុងគណៈនោះតមកគេក៏បានយកដុំថ្មពិសេសដែលចេញពីដុំដែកនេះមកព្យាបាលកែរបស់នាងឲ្យជាពីរោះតិចផងធ្វើឲ្យនាងសប្បាយរីករាយមែនដែរពួកគេក៏បានហូបអាហារអីជាមួយគ្នាយ៉ាងសប្បាយរីករាយនៅក្នុងផ្ទះរបស់គាត់នោះផងដែរលុះក្រោយមកទៀតនាងបាននាំគេទៅជួបជាមួយមិត្តភ័ក្តិរបស់គេឈ្មោះកូកូរួចក៏នាំគ្នាចូលទៅកំសាន្តលេងនៅក្នុងក្លឹបមួយធ្វើឲ្យគេទាំងពីរទាំង3នាក់ហ្នឹងគឺរួមកំសាន្តសប្បាយរីករាយមែនទែនគណៈនោះដែរធ្វើឲ្យមិត្តភ័ក្តិរបស់យមបានឃើញហើយក៏បានកលទៅតាមយមនោះផងដែរក្រោយមកគេទាំងពីរគឺបាននិមន្តខ្លួនគេដើម្បីនាំនាងទៅលេងនៅ
ឯភពអេលៀនផងដែរធ្វើឲ្យនាងមានចិត្តសប្បាយរីករាយមែនតើលុះក្រោយមកគេក៏បានចុះមកក្នុងក្លឹបនោះវិញរួចក៏បានចេញពីក្លឹបនោះមកខាងក្រៅវិញរួចនាងក៏បានជូនបរិះអេលៀននោះទៅកន្លែងយានដែលធ្លាក់នោះដើម្បីឲ្យបរិះអេលៀននោះដើម្បីធ្វើដំណើរឡើងទៅលើភពរបស់គេវិញរំពេចនោះដែរធ្វើឲ្យក្រុមលោកយមក៏បានមកដល់រួចក៏បានធ្វើការវាយទៅលើបរិះអេលៀននោះយ៉ាងខ្លាំងក្លាបន្ទាប់មកគេក៏បានវាយទៅលើរូបនាងថែមទៀតផងធ្វើឲ្យបរិះអេលៀននោះខឹងយ៉ាងខ្លាំងក៏បានប្រើកំហឹងរួចក៏បានវាយទៅលើក្រុមលោកយមនោះយ៉ាងដំណំផងដែរធ្វើគេម្នាក់ៗហ្នឹងគឺមិនអាចតតដៃបានហើយនៅនោះបរិះម្នាក់ក៏បានយកកំភ្លើងមកបាញ់ទៅលើបរិះអេលៀនធ្វើឲ្យនាងរត់ទៅបុកតន់ធ្វើឲ្យកំភ្លើងនោះក៏កាយទៅចំនឹងគ្នារបស់លោកយមធ្វើឲ្យក្រុមរបស់លោកយមស្លាប់ម្នាក់ផងដែរធ្វើឲ្យពួកគេមានការសោកស្ដាយយ៉ាងខ្លាំងពេលនោះដែរធ្វើឲ្យក្រុមទាហានមកដល់ធ្វើឲ្យក្រុមលោកយមក៏នាំគ្នារត់ទៅបាត់សូន្យលុះក្រោយមកទៀតលោកយមក៏បានទៅជួបមហាជនជាច្រើនបាននិយាយផុសផលឲ្យមហាជនទាំងអស់ហ្នឹងស្អប់ពួកអេលៀនដោយបានយកអំណាចមួយចំនួនមកប្រាប់ពួកគេធ្វើឲ្យពួកគេមានការគ្រប់គ្រងយ៉ាងខ្លាំងចំណែកឯចេសាហើយនឹងបរិះអេលៀនក៏ត្រូវបានពួកទាហានចាប់មកកន្លែងទីស្នាក់ការរបស់ពួកទាហានផងដែរនិយាយពីប្រជាជនក៏កើតកំហឹងគេក៏ចាប់ផ្ដើមចេញមកតាមទីតាមផ្លូវដើម្បីធ្វើការប្រឆាំងជាមួយនឹងរដ្ឋាភិបាលដើម្បីឲ្យពួកគេនឹងបណ្ដេញពួកអេលៀនទៅក្រៅភពរបស់ពួកគេវិញផងដែរពួកគេក៏ចាប់ផ្ដើមប្រើអំពើសង្សារដោយវាយកំទេចរថយន្តផងដែរដោយពួកគេមានគ្នាច្រើនធ្វើឲ្យវលិសនេះគឺមិនអាចខត់ពួកគេបានឡើយពួកគេក៏បានបើកឡានពំបុកបារះដើម្បីចូលទៅបដិសេធពួកអេលៀនធ្វើឲ្យពួករដ្ឋាភិបាលហ្នឹងគឺទប់ទល់បានទេសារប្រជាជននឹងច្រើនក្រោមការដឹកនាំរបស់ពួកម៉ាក់របស់យមផងដែរតបមកហ្នឹងយមគេក៏បានយកឯកសណ្ឋានរបស់អេលៀនហ្នឹងស្លៀកពាក់ដើម្បីមកធ្វើការប្រយុទ្ធផងដែរនៅខណៈនេះហើយក្រុមបាតកងក៏បានចាប់ដើមប្រើអំពើហិង្សាដាក់មកលើពួកទាហាននៅក្នុងការនោះផងធ្វើឲ្យមានចលាចលកាន់តែខ្លាំងឡើងចំណែកឯចេសាបានមកសុំឪពុកនាងដើម្បីជូនបរិះអេលៀនទៅវិញប៉ុន្តែឪពុកនាងមិនព្រមនិយាយពីក្រុមមនុស្សក៏បានទៅវាយប្រយុទ្ធជាមួយនឹងពួកអេលៀនយ៉ាងខ្លាំងក្លាផងដែរនៅក្នុងគណៈនេះរីឯចេសាវិញឪពុកនាងព្រមនាងក៏ប៉ាល់បិចរត់ទៅអោបឪពុកនាងរួចក៏បានយកកំភ្លើងមកជួងខ្លួនឯងដើម្បីគំរាមឪពុករបស់នាងតបមកឪពុកនាងក៏បានយល់ព្រមឲ្យនាងយកឡានដើម្បីជូនបរិះអេលៀននោះទៅនាងក៏បានបើកឡានកាត់វងបាត់កតធ្វើឲ្យឡានរបស់នាងនឹងឆេះបណ្ដានៅក្នុងគណៈនោះផងដែរឯឪពុករបស់នាងបាននាំកម្លាំងទាហានមកធ្វើអន្តរាគមន៍ចំពោះការវាយគ្នារវាងក្រុមរុសនិងក្រុមអេលៀនពួកគេគឺធ្វើការប្រយុទ្ធយ៉ាងខ្លាំងក្លានៅក្នុងគណៈនោះផងដែរហើយធ្វើឲ្យមនុស្សរបស់នឹងអេលៀនហ្នឹងគឺកើតសង្គ្រាមជាមួយគ្នានៅក្នុងពេលនេះតែម្ដងនិយាយពីចេសានិងបរិះអេលៀនពេលបើកឡានទៅយ៉ាងលឿននឹងធ្វើឲ្យមនុស្សអេលៀនចម្លែកម្នាក់ហ្នឹងគឺដេញតាមហាគេទាំងពីរនាក់នៅក្នុងគណៈនោះផងដែរធ្វើឲ្យមនុស្សអេលៀននោះគឺរត់ឡើងពីលើឡានផងពីខាងឡានផងចាប់ទាញឡានផងដើម្បីបញ្ឈប់ពួកគេប៉ុន្តែពួកគេគឺកាន់តែបើកលឿនទៅធ្វើឲ្យឡាននោះត្រឡប់ពី3ត្រឡប់ធ្វើឲ្យឡាននោះស្តុកនៅទីនោះតបមកធ្វើឲ្យចេសារបស់នាងបានស្លាប់នៅពេលនោះផងដែរចំណែកបរិះអេលៀនគឺបានកលេចមើលទៅក្រៅគឺឃើញអេលៀនអ្នកទីធ្វើដំណើរមកគាត់ក៏ចេញទៅក្រៅធ្វើការប្រយុទ្ធជាមួយនឹងមនុស្សអេលៀនចម្លែកនោះតែម្ដងប៉ុន្តែគេមិនមែនជាដៃគូរបស់មនុស្សអេលៀនចម្លែកនោះឡើយធ្វើឲ្យបរិះអេលៀនចម្លែកនោះវាយគេយ៉ាងទុសាច់តែម្ដងធ្វើឲ្យឆាកប្រយុទ្ធរវាងក្រុមទាំងពីរកើតមានកាន់តែខ្លាំងឡើងទីឯចេសានៅក្នុងឡាននាងបានញាក់ខ្លួនឡើងវិញក៏ឃើញបរិះចម្លែកនឹងវាយបរិះអេលៀនយ៉ាងខ្លាំងក្លាខណៈនោះដែរនាងគឺបានបើកឡានយ៉ាងលឿនមកដើម្បីបំបុកទៅលើបរិះអេលៀនចម្លែកនោះធ្វើឲ្យបរិះនោះទៀតគៀបទៅក្នុងឡាននៅក្នុងគណៈនោះផងដែរតើមកមនុស្សអេលៀនចម្លែកនោះក៏បានយកដែកវាយលើឡានរបស់នាងផងដែរធ្វើឲ្យនាងចុះមកជួយបរិះអេលៀនផងដែរហើយធ្វើឲ្យឯកសណ្ឋានអេលៀននោះអស់រិទ្ធក៏បានខ្ជាក់ចេញយំចេញមកក្រៅផងដែរគឺជាយំសក់ក្រោយមកពួកអេលៀនហើយនឹងទាហានក៏បានបញ្ឈប់ការវាយគ្នាធ្វើឲ្យយមក៏បានយកកំភ្លើងបាញ់ប្រហារទៅគេទាំងពីរអ្នកនោះស្លាប់នៅក្នុងគណៈនោះផងដែរធ្វើឲ្យពួកគេពួកទាហានរត់មកមានការតក់សត់យ៉ាងខ្លាំងរួចក៏បានចាប់យងយកទៅដាក់គុំខាំងនៅក្នុងគណៈនោះផងដែរហើយលោកកាណែលក៏បានបញ្ជាកូនចៅឲ្យឈប់មានការវិយុទ្ធផងដែរបន្ទាប់មកពួកអេលៀនក៏បានលើកគេទាំងពីរអ្នកដាក់ចូលនៅក្នុងឧបករណ៍ដ៏ពិសេសមួយ
ជាចុងក្រោយបរិះអេលៀនគឺបានទេជីវិតរបស់គាត់មកឲ្យចេសាវិញធ្វើឲ្យនាងរស់រានមានជីវិតឡើងវិញព្រោះពួកគេមានភាពសប្បាយរីករាយយ៉ាងខ្លាំងការលះបង់ដ៏ធំធេងរបស់បរិះអេលៀនបន្ទាប់មកក្រុមអេលៀនគេបានបញ្ឆេះយានរបស់គេដើម្បីធ្វើដំណើរទៅកាន់ភពរបស់គេវិញគេក៏បានធ្វើដំណើរដល់ទំសំធ្វើឲ្យមនុស្សលោកយើងមើលទៅជាសង្ហោចនិងជាបាយរីករាយផងដែរចំពោះការចាក់ចេញរបស់ពួកគេទៅកាន់ភពរបស់គេហើយសាច់រឿងរបស់យើងក៏បានបញ្ចប់ត្រឹមនេះដែរ